អូនខ្ញុំមកធ្វើវីដេអូនេះតាក់ទងនឹងបងអូនកូនក្មួយហ្មងណាក្មួយតែគាត់មានការងារធ្វើស្រាប់ហើយគាត់អត់ចេះស្រឡាញ់ការងារគាត់តែគាត់មានការងារធ្វើហើយគាត់អត់ចេះថែរក្សាតែគាត់មានការងារធ្វើហើយគាត់ចង់ផ្លាស់ប្ដូរការងារដើម្បីនឹងទៅហក់លោតតាមការងារផ្សេងដើម្បីនឹងយកប្រាក់ខែច្រើនឬមួយក៏គាត់ធ្វើការនឹងហើយគាត់ថាកន្លែងការងារនឹងអត់ពីគាត់នឹងខ្សែធនឬមួយក៏អត់ពីគាត់នឹងអត់ទីចម្រើនអត់ពីគាត់ធ្វើអត់កើតអីចឹងណានិយាយរួមថាក្មេងគេហៅថាសម័យ Gen Z សម័យដែលហក់លោតអញ្ចឹងណាបងផល្លាសុំផ្ដាំទៅកូនក្មួយទាំងអស់គ្នាណារដូវកាលឥឡូវហ្មងការងារបាក់ក្នុងការរហូតណាអូនមានតែសញ្ញាបត្រតែអូនអត់មានសញ្ញាឃើញទេណាអូនណាអត់មានសញ្ញាធ្វើទេអញ្ចឹងណាសញ្ញាឃើញនិងសញ្ញាធ្វើគឺបទពិសោធន៍ដែលអូនជួបផ្ទាល់នៅកន្លែងការងារអូនហើយអូនត្រូវអីគេខំប្រឹងធ្វើដើម្បីនឹងអូនឯងធ្វើបងជាម្ចាស់ business មួយហើយបងក៏ជាម្ចាស់អាជីវកម្មមួយដែរអូនឯងធ្វើយកមកយកចំណេះជំនាញហើយអូនឯងខាតចំណេញអូនឯងអត់មានដេកភ័យដូចម្ចាស់អាជីវកម្មទេគឺអូនឯងដឹងតែបានជំនាញបានចំណេះបានសញ្ញាបត្រឃើញសញ្ញាបត្រធ្វើហើយបានលុយទៅវិញទៀតចឹងអូនឯងអត់មានដេកព្រួយទេអញ្ចឹងពេលដែលមានការងារធ្វើអូនត្រូវប្រឹងធ្វើឲ្យអស់ពីដៃពីជើងហើយធ្វើឲ្យខ្លាយជាប័ណ្ណពិសោធន៍មកឧទាហរណ៍ចាស់តួអូនមានសញ្ញាបត្របាក់ចលសញ្ញាបត្របាក់កណាក៏ដោយណាអូនណាអូនប្រាក់ខែអូនមិនឧទាហរណ៍ចាស់ថាតិចចាស់ប្រាក់ខែជាគោនៅស្រុកខ្មែរយើង300 250ចាស់អូនខំប្រឹងធ្វើការនឹងឲ្យមួយគុណជា2ដូចជាប្រាក់ខែតែ250អូនធ្វើឲ្យដៃចោលមកធ្វើឲ្យបាន500មើលអញ្ចឹងគេមិនដែលមើលអូនអត់ឃើញទេមិនដែលសមត្ថភាពអូនប៉ុណ្្នឹងហើយគេឲ្យលុយអូនតិចទេអូនត្រូវចាំប៉ុណ្្នឹងណាហើយមួយទៀតកូនក្មួយខ្ញុំជួបច្រើនណាកូនក្មួយខ្លះគាត់ធ្វើការហើយគាត់ថាប្រាក់ខែនៅស្រុកយើងបានតិចណាបើខ្ញុំទៅធ្វើការស្រុកគេទូយ៉ាងណាស្អុយក៏បានច្រើនបានរាប់ពាន់ដែរមកផ្ដាំទៅវិញណាកូនណាកូនក៏មានការគិតបែបហ្នឹងក៏មាន mindset គិតបែបហ្នឹងខ្ញុំនិយាយខ្ញុំអត់ចេះអង់គ្លេសតែខ្ញុំនិយាយចឹងហ្មងអូនឯងត្រូវចាំឲ្យតែអូនឧស្សាហ៍ឲ្យតែអូនព្យាយាមឲ្យតែអូនមានវិន័យឲ្យតែមានចំណេះដឹងចំណេះឃើញជំនាញអូនឯងមិនបាច់ទៅធ្វើស្រុកគេទៅធ្វើមកធ្វើតែស្រុកយើងហ្នឹងណាបើអូនឯងចូលលុយទៅណាមិនអស់ដែរហើយអូនឯងកុំប្រើភាសាថាបើទៅស្រុកគេបានប្រាក់ខែច្រើនណាស់បានតិចស្រុកគេធ្វើមួយគុណជា10ណាអូនមិនមែនដូចអូនទេម៉ោង7ចូលម៉ោង8ចូលអូនឯងលេបដល់ម៉ោង9ធ្វើលែកាន់ទូរស័ព្ទធ្វើលែចុចទូរស័ព្ទមែនទេណាចូលដល់បិទទូរស័ព្ទអូនណែម្ដាយនេះដើរច្រើនទៅទេហើយណែប្រាប់ដល់ម៉ោងចាញ់ទៅចាញ់កូនហើយបើថាដើរឆ្លងខ្នល់អត់ចង់រួចដូចកូនឯងហ៎អាឡានកម្មធំចេះកូនឯងកុំទៅធ្វើស្រុកគេការងារល្អគេឲ្យជនជាតិគេធ្វើហើយខ្ញុំនិយាយត្រង់ភាគច្រើនខ្ញុំនិយាយចឹងហ្មងព្រោះខ្ញុំទៅផ្ទាល់ណាហើយការងារដូចជាយើងធ្វើកម្មករគេអញ្ចឹងគុណ1 ជា 2ទៅនឹងចាយកម្លាំងទៅនឹងចាយការងារធ្វើណាមិនមែនទៅស្រួលទេកូនហើយកូនបានប្រាក់ខែច្រើនមែនមួយខែច្រើនមែនប៉ុន្តែចាយវាយវិញក៏ច្រើនដែរនៅបងគុណនៅចាយវាយខ្ញុំប្រាប់បើនៅកូរ៉េវិញពង1មួយម៉ានអូនគិតទៅនៅស្រុកខ្មែរអូនទិញបាន1 គីឡូដល់2 ពងទៅអូនទិញបានតែ1ទេបងប្រាប់អូនអញ្ចឹងអាចចាយលុយហ្នឹងក៏ខុសគ្នាដែរអញ្ចឹងអូនត្រូវគិតកន្លែងហ្នឹងអញ្ចឹងអានេះបងអត់បាននិយាយអីទៅប៉ះពាល់ទេរដូវនេះតែម្ដងអូខេស្ថានភាពសេដ្ឋកិច្ចនេះតែម្ដងម្ចាស់អាជីវកម្មណាពិបាកខ្លាំងណាស់ណែម្នាក់ប្រឹងណាស់ផ្នែកដឹកអញ្ចឹងក៏បូតលុយម្ដងអស់លុយច្រើនណាស់ Facebook ស៊ីលុយច្រើនណាស់ណាម្នាក់ភ័យណាស់ហើយអូនឯងមានការងារធ្វើថែតកូនប្រឹងទៅយកចំណេះជំនាញយកអាចំណេះឃើញចំណេះធ្វើហ្នឹងយកទៅប្រឹងទៅកូនកុំតិចដូរទៅនេះតិចដូរទៅនោះតិចដូរទៅនេះតិច story ចេះតិច story ចុះតាមអារម្មណ៍ណាអ្នកខ្លះអំនួតអួតអញមានសញ្ញាបត្រអញទៅធ្វើទេប្រាក់ខែប៉ុណ្្នឹងហ្នឹងហើយកូនម្ដាយណាកូនឯងមានបទពិសោធន៍អត់មានការព្យាយាមអត់មានវិន័យផងគេឲ្យចូលម៉ោង8ចូលម៉ោង9ហ្នឹងកូនឯងទៅធ្វើណាមានតម្លៃណានេះជាសាររបស់ម៉ែដាំទៅកុំមានការគិតបែបហ្នឹងអរគុណជ័យខុសសំទោស